ប្រមាញ់ខ្មុំព្រៃទឹកឃុំនៅក្នុងព្រៃឡង់ផ្អែមឆ្ងាញ់ណាស់មុតមកថ្ងៃនេះមីសៀងមករកទឹកខ្មុំលើទឹកដីព្រៃឡង់បងប្អូនទាំងអស់គ្នាស្គាល់ព្រៃឡង់អត់ព្រៃឡង់គឺជាបេះដូងនៃប្រទេសកម្ពុជារបស់យើងហើយក៏ជាព្រៃដែលធំជាងគេនៅក្នុងប្រទេសរបស់យើងមានជាប់3ខេត្តកញ្ចាស់ស្ទឹងត្រែងកំពង់ធំតែខ្ញុំចុះមករកខ្មុំព្រៃនេះគឺខ្ញុំចុះខាងខេត្តព្រះវិហារទេបងប្អូនខាងខេត្តព្រះវិហារក៏មានជាប់ព្រៃឡង់ជាងបន្តិចណាបងប្អូនអាច search មើលតាម Google Map បានឃើញមានខេត្តព្រះវិហារដែរក្នុងព្រៃជ្រៅមានអំណោយធម្មជាតិផ្ការីកស្រស់ផ្ដល់រសជាតិផ្អែមល្ហែមខ្មុំខិតខំអានេះរៀបចំប្រមាញ់ខ្មុំឯណាបងប្អូនហើយយើងអត់គិតពីភាពស្អាតមិនស្អាតទេសំខាន់គឺយើងការពារខ្លួនរបស់យើងកុំឲ្យត្រូវបន្តិចចឹងហើយពាក់ក្រាស់ណាបងប្អូនខោខ្ញុំ2ជាន់ខោ2ជាន់អាវមួយអាវច្រើនជាន់ហើយរាប់សិនអីអាវ4ជាន់អ្នកនរគ្នាសំខាន់ណាសត្វហ្នឹងវាតិចរត់តែដៃទេនេះដៃមកសុទ្ធគ្មានបនថែមខ្លាយជាមីរ៉ាមានតម្លៃអស្ចារ្យពេលខ្ញុំហត់នឿយខ្ញុំតែងនឹកឃើញរសជាតិផ្អែមរសជាតិផ្អែមផ្ដល់កម្លាំងវិញទឹកខ្មុំអើយផ្អែមល្ហែមក្នុងបេះដូងថែរក្សាសុខភាពឲ្យយើងរឹងមាំផឹករាល់ថ្ងៃមានថាមពលពេញកាយដល់គីឡូនាគប្រមាញ់ខ្មុំព្រៃគុណធម្មជាតិផ្ដល់កំណប់ទឹកខ្មុំព្រៃចង់អេរសជាតិដើមនៃជីវិតទឹកខ្មុំព្រៃចង់អេទឹកខ្មុំព្រៃធម្មជាតិរសជាតិដើមនៃជីវិតទឹកខ្មុំព្រៃចង់អេសម្បុកនេះអត់ធំតែបងប្អូនតូចមកល្មមហើយចំណែកដើមវិញខ្ពស់គួរសមដែរទុំនៅលើដើមច្បោះបងប្អូនកម្ពស់20ម៉ែត្រជាងបងប្អូនមើលរូបរាងខ្មុំនេះឡើងដូចក្រុមហ្មងណាហើយចំណែកក្បាលទឹករបស់វាវិញធំទំហំប៉ុនប្រហែលសាច់ដាក់ហ្នឹងទឹកណែរំជើងទៀតហើយមកចុះបងអីពួកគេឡើងរយៈទៅបងប្អូនឃើញទេនេះគឺជាទឹកខ្មុំព្រៃធម្មជាតិសុទ្ធ 100% ហ៎បងប្អូនយកចាញ់ពីសម្បុកនៅលើចុងឈើក្នុងព្រៃពិតបងប្អូនទាំងអស់គ្នាចង់បានជាដុំក្បាលទឹកក៏បានចង់បានជាទឹកក៏បានដុំក្បាលទឹកធំបែបនេះគឺខ្ញុំមានណាបងប្អូននៅក្នុងអំឡុងខែចែកនេះ